model អ៊ីតាលីនេះគឺខ្ញុំមានអារម្មណ៍ស្រឡាញ់ហ្មងអ្នកដែលចូលចិត្ត fashion design ប្រុសស្អាតប្រុសអីនឹងមក Milano ត្រូវម៉េចនិយាយតាមត្រង់ទៅខ្ញុំចូលចិត្ត art ជាមួយនឹង culture ចូលគ្នាអញ្ចឹងបែបឥឡូវយើងចាស់ទុំតិចហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើល Starbucks ធំជាងគេនៅក្នុង Europe ផឹកនេះ breakfast គឺដាំបាយខ្លួនឯងធ្វើម្ហូបខ្លួនឯងតែម្ដងហើយនេះទស្សនភាពខាងក្រៅផ្ទះគេអ្នកនរគ្នាអូខ្ញុំចង់ផ្ដាំអ្នកទាំងអស់គ្នាដែរបើសិនជាមកលេងអឺរ៉ុបកុំភ្លេចយកដុំតមកផងបើយើងចង់សាកថ្មឬគៀបសក់អីហើយផឹកនេះកន្លែងដែលពួកខ្ញុំទៅលេងមុនគេគឺ Lake Como នៅក្នុងប្រទេសអ៊ីតាលីខ្ញុំស្ដាយមែនតើកន្លែងនេះស្អាតខ្លាំងអ្នកទាំងអស់គ្នាតែរក្សាអាកាសធាតុអត់សូវអំណោយផលហើយមានភ្លៀងមេឃចុះអាប់ចុះអីចឹងទៅមើលទេសភាពអត់សូវស្អាតទេតែតាមពិតនៅនេះបើសិនជាមេឃស្លាបើកថ្ងៃអ្នកទាំងអស់គ្នាទេសភាពស្អាតខ្លាំងតែសម្រាប់ខ្ញុំពេលបានមកមើលផ្ទាល់នៅតែស្អាតចឹងគ្រាន់តែថាមើលអត់សូវច្បាស់មានអារម្មណ៍ត្រជាក់ស្រួលហើយ relax មែនតើអ្នកទាំងអស់គ្នារក្សានៅនេះពីច្រើនតាមផ្លូវគឺស្ងប់ស្ងាត់តែអត់មានភ្លេងអត់មានអីញ៉ៃញ៉ៃទេតែនឹងលើសលេងយន្តហោះតែយន្តហោះគេនេះអ្នកទាំងអស់គ្នាគេជិះហើយគេចុះលើទឹកតំណងខ្លាំងមែនតើខ្ញុំស្ដាយខ្ញុំអត់ហ៊ានជិះដោយសារខ្ញុំខ្លាចខ្ពស់ហើយខ្ញុំអត់ចេះហាលទឹកហើយនៅនេះតាមផ្លូវគេមានដាំផ្កាគេរៀបចំសួនអីស្អាតបាតហ្មងល្អមែនតើអ្នកដែលគាត់ចូលចិត្តដើរហាត់ប្រាណឬក៏បដើសត្វចិញ្ចឹមឬក៏ជិះកង់អីយន្តហោះនេះគឺគេជិះកំសាន្តនៅម្ដុំ Lake Como នឹងហ្មងអ្នកនរគ្នាគឺគេហោះចេញពីលើទឹកហើយហោះមកជុំចឹងហើយគេចុះមកលើទឹកវិញខ្ញុំស្រឡាញ់មែនតើដោយសារខ្ញុំចូលចិត្តផ្កាខ្ញុំចូលចិត្តទេសភាពធម្មជាតិជាមួយនឹងសត្វអីសត្វទាសត្វកញ្ញានេះគេរស់នៅនេះឡើងសប្បាយចិត្តហ្មងគេរកចំណីរកអីឡើងទៅនោះឈុតខ្ញុំថ្ងៃនេះចូលគេសាហាវហ្មងព្រោះអ្នកដែលរស់នៅនេះហ្មងអ្នកនរគ្នាគេលេងខ្លួនណាគេតែខ្លួនស្អាតស្អាតណាគេមានពាក់អាវធំអាវអីនិយាយទៅលក្ខណៈថាដូចជំនាន់មុនអញ្ចឹងប៉ុន្តែស្លៀកពាក់ស្អាតបាតហ្មងចរិតអីគេដូចមនុស្សចាស់អញ្ចឹងគឺខ្ញុំពាក់កាសត្រជាកាសអីអ្នកនរគ្នាពាក់យកម៉ូតទេតែពិតទៅអត់ត្រជាខ្លាំងដល់ថ្នាក់ហ្នឹងឯងខំវិចមកពីខ្មែរឯងទៅអត់បានពាក់ដូចមិនសមកញ្ញានៅស្រុកនេះខ្ជូលអ្នកនរគ្នាឡើងម៉ាប់ហើយខ្ញុំឃើញគេជំងុយក្នុងទឹកទៅគេញ៉ាំសារាយញ៉ាំអីចឹងហើយគេឡើងសួរមួយមនុស្សអត់ខ្លាចមនុស្សសោះមកលេងអឺរ៉ុបនេះកន្លែងណាក៏មានវិហារដែរហើយវិហារគេធំមែនតើហើយខាងក្នុងអីក្បាច់រចនាស្អាតហើយខុសគ្នាចឹងឥឡូវខ្ញុំនាំអ្នកនរនេះចូលមើលខាងក្នុងបន្តិចរាល់កន្លែងដែលមានភ្លើងទៀនយើងអាចដាក់កាក់1 €ចូលបានហើយយើងអាចអុជទៀនមួយបានកន្លែងនេះគឺស្តៀងសាសនាពុទ្ធយើងដែរពេលដែលយើងទៅវត្តយើងតែងតែអុជទៀនអញ្ចឹងខ្ញុំមិនសូវបានថតច្រើននៅខាងក្រៅដោយសារតែមេឃភ្លៀងហើយត្រជាក់ទៀតឥឡូវខ្ញុំបន្តដំណើរទៅទីក្រុងមីឡានមកដល់នេះភ្លាមឃើញថែបខ្ញុំស្រែកព្រោះពេលអាវធំខ្ពស់សង្ហាយនឹងខ្ញុំតែបានតែមើលទេឥឡូវគឺខ្ញុំមកដល់កន្លែង shopping ហើយកន្លែងនេះគឺជាកន្លែង shopping ដែលមានអាយុកាលយូរហើយលក់សុទ្ធតែអីវ៉ាន់ designer brand ធំហើយកន្លែងនេះគេធ្វើការ design តាំងពីឆ្នាំ1861ហើយក៏ធ្វើការសាងសង់នៅក្នុងអំឡុងឆ្នាំ1865ដល់ឆ្នាំ1877ហើយភ្ញៀវទេសចរមកច្រើនមែនតើខ្ញុំចង់ថតរូបតែឯងឯងក៏អត់កើតដែរអ្នកនរគ្នាដោយសារមនុស្សច្រើនតែលេងមកហត់តែឥឡូវបងខ្ញុំនាំមកញ៉ាំនំប៉័ងនេះគាត់ថានំប៉័ងនឹងឆ្ងាញ់មានអីឆ្ងាញ់មកគេថាអ្នកទាំងអស់គ្នាមានតាំងពីត្រប់ពីអីក្នុងនឹងទៀតហ
ហើយឥឡូវនេះខ្ញុំបានមកស្គាល់អ្នកទាំងអស់គ្នា Starbucks ដែលធំជាងគេនៅក្នុងអឺរ៉ុបស្បត់អ្នកទាំងអស់គ្នាតម្ងជួពីក្រៅឡើងប្រហែលជួហើយចូលមកដល់ក្នុងខ្ញុំឈរចាំចង់1ម៉ោងទៀតបានអាចរកកន្លែងអង្គុយបានដាច់ខ្លាំងហ្មងដាច់ម៉ឹងលោកមកដល់អឺរ៉ុបហើយក៏អត់ភ្លេចដែរជាមួយនឹងឈុតណាប៊ីវិចតាំងពីខ្មែរមកដល់នេះហើយមកនេះត្រជាក់ទៀតអ្នកទាំងអស់គ្នាខ្វះវីតាមីន C គឺអត់កើតហ្មងហើយប្រើឈុតណាប៊ីក្រូយតាអ្នកទាំងអស់គ្នាជួយឲ្យស្បែកភ្លឺពីខាងក្នុងហើយជួយឲ្យយើងគេងលក់ស្រួលរសជាតិឆ្ងាញ់ហើយស្រួលញ៉ាំទៀតអ្នកដែលគាត់ស្រឡាញ់ស្បែកថែស្បែកអីហ្នឹងទិញមួយឈុតឥឡូវនេះគេមាន free ណាប៊ីតូមីមួយកំប៉ុងទៀតហើយឈុតណាប៊ី premium ក្រូយតាអ្នកទាំងអស់គ្នាមិនមែនជួយតែស្បែកខ្លួនទេណាសូម្បីតែស្បែកមុខក៏ជួយបានដែរអញ្ចឹងតើមាន promotion អាចធ្វើការកំងទិញឥឡូវបានណាឥឡូវនៅក្រៅនៅតែភ្លៀងទៅដែរអញ្ចឹងនាំម៉ាក់នាំអីចូលមកមើលគ្រឿងអលង្ការតិចតួចអត់ដឹងថ្ងៃហ្នឹងមេឃខឹងអ្នកណាភ្លៀងដល់យប់បដ ாய் ខ្ញុំជឿនកូនសាហាវ My Rolling Stone ចាំតិចណាមីទៅវិញខែក្រោយហើយមុននឹងទៅផ្ទះឆ្លៀតចូលទិញអីវ៉ាន់នៅសាទៅនើបយកទៅធ្វើញ៉ាំសិនខ្ញុំមកដល់នេះខ្ញុំពិបាកខ្លាំងហ្មងរឿងម្ហូបអឺរ៉ុបខ្ញុំអត់សូវចេះញ៉ាំទេចឹងបានម្ហូបខ្មែរយើងគឺ the best អូយអមែនតានចឹងវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងកុំភ្លេចជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលទីក្រុងលើទឹកនៅក្នុងប្រទេសអ៊ីតាលីដែលមានឈ្មោះថា Venice